ដាច់ខាតកុំនិយាយពាក្យ6ឃ្លានេះទំនាក់ទំនងល្អប៉ុណ្ណាក៏ដោយក៏មិនត្រូវឧស្សាហ៍និយាយ6ឃ្លានេះដែរត្រូវទុកវាក្នុងពោះឲ្យជាប់ជាពិសេសឃ្លាទី6បើទោះជាទំនាក់ទំនងល្អប៉ុណ្ណាក៏កុំនិយាយវាដែរបើសិនជាអ្នកមិនចង់ឲ្យមានមហន្តរាយចេញពីមាត់ត្រូវមើលវាឲ្យច្រើនដងអីចឹងទើបថ្ងៃក្រោយមិនខាតបង់ទី1កុំនិយាយត្រង់ពេកនៅមុខគេកុំចេះយកចិត្តត្រង់និយាយត្រង់ធ្វើជាខែរបស់ខ្លួនបើទោះបីជាអ្នកឲ្យមតិយោបល់គេក៏ត្រូវមើលថាគេអាចនឹងទទួលយកបានឬអត់ប្រសិនបើមានអារម្មណ៍ថាខ្លួនឯងមិនពូកែសម្ដីកុំនិយាយច្រើននាំតែធ្វើឲ្យគេមានអារម្មណ៍ថាអ្នកទំនេរពេកទី2កុំនិយាយដើមគេការនិយាយដើមគេវាងាយនឹងកាន់តែនិយាយកាន់តែហួសចិត្តគេល្អប៉ុណ្ណាមិនតាក់ទងនឹងអ្នកទេគេមិនល្អប៉ុណ្ណាក៏ជារឿងរបស់គេទេដូច្នេះត្រូវព្យាយាមកុំនិយាយដើមគេបើមិនដូច្នេះទេលេចឮការពិតអ្នកណាក៏មិនមានលទ្ធផលដែរទី3ទោះជាពិបាកវេទនាយ៉ាងណាក៏កុំត្អូញត្អែរដែរត្អូញ